នឹងខ្ញុំឈ្មោះទុំស្រីណុចនឹងខ្ញុំមកពីខេត្តកំពង់ឆ្នាំងជាអតីតនិស្សិតដែលសិក្សានៅវិទ្យាស្ថាន CGTI ចំនួនទី6នៅលើមុខជំនាញ Quality Compliance and Production បច្ចុប្បន្នខ្ញុំបម្រើការងារនៅរោងចក្រមួយកន្លែងនៅក្នុងមុខតំណែងជា Planning Production and Controller នាងខ្ញុំឈ្មោះ Marchan Monita មកពីភ្នំពេញខ្ញុំគឺជាអតីតនិស្សិតដែលសិក្សានៅវិទ្យាស្ថាន CGTI ចំនួនទី6លើមុខវិជ្ជា Quality Compliance and Production បច្ចុប្បន្ននាងខ្ញុំធ្វើការនៅរោងចក្រមួយកន្លែងដែលមានមុខតំណែងជា Compliance Officer សម្រាប់បទពិសោធន៍របស់ខ្ញុំផ្ទាល់ការសិក្សានៅវិទ្យាស្ថាន CGTI កន្លងមកគឺមិនមែនតែសិក្សាទៅលើទ្រឹស្ដីតែប៉ុណ្ណោះទេគឺយើងថែមទាំងបានសិក្សាទៅលើការអនុវត្តជាក់ស្ដែងពិតៗមិនត្រឹមតែប៉ុណ្ណោះលោកគ្រូអ្នកគ្រូពោរពេញទៅដោយបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យនេះដែលធ្វើឲ្យយើងបានដឹងកាន់តែច្បាស់អំពីសង្វាក់ផលិតកម្មក៏ដូចជាការអនុវត្តផ្ទាល់ទាក់ទងទៅនឹង process flow នៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជាផងដែរវិទ្យាស្ថាន CGTI ផ្ដោតខ្លាំងទៅលើគុណភាពនិងប្រសិទ្ធភាពការងារដែលអាចជួយនឹងជំរុញដល់និស្សិតគ្រប់រូបមានភាពរឹងមាំនិងមានជំនាញពិតប្រាកដសម្រាប់ទីផ្សារការងារសម្រាប់ចំណេះដឹងនិងជំនាញបច្ចេកទេសផ្សេងៗដែលលោកគ្រូអ្នកគ្រូនៅវិទ្យាស្ថាន CGTI គាត់បានបង្ហាត់បង្រៀននោះពិតជាត្រូវគ្នាទៅនឹងតម្រូវការរបស់ក្រុមហ៊ុនរោងចក្រនិងសហគ្រាសផ្ទាល់ហើយក៏ជាជំនួយជួយទៅដល់និស្សិតគ្រប់រូបរួមទាំងខ្ញុំអាចងាយនៅបំពេញការងារបានលឿននិងសម្រេចលទ្ធផលការងារបានលឿនហើយក៏ត្រូវស្តង់ដារទៅនឹងតម្រូវការរបស់រោងចក្រសហគ្រាសចង់បានសម្រាប់បងប្អូនឬមិត្តភ័ក្តិប្រឡងបាក់ឌុបជាប់ឬក៏ធ្លាក់ដែលមានបំណងស្វែងរកការសិក្សាឬអាហារូបករណ៍និងចង់បានជំនាញមួយពិតប្រាកដច្បាស់លាស់ខ្ញុំសូមលើកទឹកចិត្តឲ្យជ្រើសរើសវិទ្យាស្ថាន CGTI